ខ្ញុំសាកប្រមដើម្បីបង្កើតslide តែខាង slide ឲ្យមកហ្នឹងចឹងយើងគ្រាន់តែយើង copy អាហ្នឹងអស់មកតោះមកយើងចូលទៅខ្លួនរបស់យើង open ឲ្យវា design យើង design ជា slide យើងតិច slide តោះមកយើងចង់បានរបៀបម៉េចអ្វីដែលយើងចង់បានហ្នឹងគឺយើងចង់បាន document បែបនេះ module ប្រហែលហ្នឹងទៅជា slide អញ្ចឹងយើងគ្រាន់ថា write context ឲ្យវាទៅdesign slide សម្រាប់ teaching to student with content and ចឹងទៅហើយយើងធ្វើការ pass អានេះចឹងទៅតោះមកយើងចង់បាន color បែបណាអញ្ចឹង color គឺយើងដាក់ថា color គឺអាស្រ័យលើ include ឲ្យទៅតែវាឲ្យគេ relate ជាមួយនឹង lesson អញ្ចឹងយើងប្រមចឹងដោយសារតែ slide របស់យើងវាច្រើន slide ដែរអញ្ចឹងវាយូរចាំបន្ទាប់វាបានគិតហើយវានឹង design slide ដែលយើងចង់ប្រមឲ្យវាធ្វើការហ្នឹងចឹងដោយសារតែយើងឲ្យវា design អត់ specific លើចំនួន slide វានឹង design រហូតដល់តែវាអស់content នេះយើងបោះឲ្យវាហ្នឹងមកដល់ធំនេះបានវាឈប់ចឹងយើងអាចជប់វីដេអូខ្លះបានដើម្បីកុំឲ្យវាវែងពេកចឹងបន្ទាប់ពីវាធ្វើការឲ្យយើងហើយមកវានឹងចេញសេចក្តីបញ្ចប់មួយឲ្យយើងហើយយើងអាចdownload slide ហ្នឹងយកទៅមើលបានជំនួសឲ្យអីគេជំនួសឲ្យ text មួយនេះបានអូខេចឹងមានតែប៉ុណ្្នឹងបាយបាយ